Chương cho đôi chân năm Pipon pay bằng mùi hơi tá từ học nghĩa trong plap nô tùm lọp mình lo vậy class cao bị chân năm chắc hai trong chấp đam tùm lọp họ lo vậy class sầmรับchân năm thay ní ngày ní nhom nâng nỉ dây mp tùm lọp pram giang để dương cu để chập đám sầmรับchân năm thay ní đã mấy ơi chỉ vật được bảo dương ban lo bờ xa dương muốn nâng từ tôi ban là tập hoàn lõ sầmรับchân năm thay ní phòng đà tùm lọp tí muối cứ cao nhẹ pi đầm đấy đòi miên cu bằng nọ chỉ riêng lo rất nó cơ dương nhẹ pi đầm đấy dương mình cô mình tùm lọp sầu và can tu được sắp liên một tỷ đôi chia ở Facebook, TikTok cho lắng có apple 10 máu tới pi máu đôi mình ban là tập hoa là vậy sao biết nhà bị kín nhưng cô đã tin còn đặc môi sần lấp nâng bích hai sổ xé rồi có riêng trong là cổ đá rồi có cô bầm nóng tối để dương tay bầm pính sầm lập ngày này hai dương cô để chập đá đời xưa luôn anh tha tại ngày ní trong thơ vậy khác trong sầm ban trăng như vậy khác nếu cứ chia tùm lọp lò muối để chui can động lực dưỡng nếu biết để dương nhà bị kín thua dương min cô bầm nóng cho bát lót thật ta dương tay thua vậy khácให้ตุ่มลอบที่ปีนู้คือการใหญ่เปียหล่อล้อจะมือโคลนไอชนะพิพอนไพ่ประมวยให้ยิงกู้แต่ชกปราปีมันล้อจะมือโคลนไอเดียดเต๋อโดยเชี่ยเชื่อมันไอทั่วบ้านเต้เชื่อมันล้อกระกรอนเต้เวียปีบ้านนะแต่มารวยเต้ปีถึงอันนี้ยิงกู้แต่ลุกเช่นปีมาจะนานกรองตอลคลุ้นระบายยืนจนนู้มาวิ่งโดยปีหล่อล้อโดยเชี่ยเชื่อมกับปงเรียนเชื่อมกับปงกายหล่อมอโคลนไอเชื่อมกับปงอภิวัตคลุ้นเชื่อมคลั่งខ្ញុំពូកែខ្ញុំអាចធ្វើវាបានគ្មានអ្វីដែលខ្ញុំមិនអាចធ្វើបាននោះទេនេះគឺជាពាក្យល្អដែលយើងគួរតែនិយាយទៅកាន់ខ្លួនឯងឲ្យបានច្រើននៅពេលដែលយើងនិយាយពាក្យល្អមកកាន់ខ្លួនឯងវាធ្វើឲ្យខ្លួនយើងមានអារម្មណ៍ល្អមានទឹកចិត្តហើយវានឹងស្រូបទាញនៅធម៌ពលវិជ្ជមានធម៌ពលល្អមកកាន់ខ្លួនយើងផងដែរទម្លាប់ទី3នោះគឺធ្វើតិចតែត្រូវធ្វើវាជារៀងរាល់ថ្ងៃយើងមិនចាំបាច់ប្រឹងធ្វើអ្វីមួយខ្លាំងពេកនោះទេប៉ុន្តែយើងត្រូវតែបន្តធ្វើវាឲ្យបានជាប់លាប់ពីព្រោះវាប្រៀបដូចជាយើងឡើងកម្មចន្ទាដូចនេះដែរគឺយើងត្រូវឈានម្ដងមួយកម្មរហូតនោះយើងនឹងអាចឡើងទៅដល់គោលដៅបានយើងមិនអាចឈានមួយជំហានឲ្យដល់គោលដៅបានទេជីវិតរបស់យើងដូចគ្នាដែរពេលខ្លះទោះបីជាក្តីសុបិនរបស់យើងវានៅឆ្ងាយយ៉ាងណាក៏ដោយយើងត្រូវបំលែងគោលដៅរបស់យើងដែលយើងចង់សម្រេចឲ្យក្លាយជាសកម្មភាពតូចបន្ទាប់មកធ្វើវាម្ដងបន្តិចនោះយើងនឹងអាចសម្រេចនៅគោលដៅធំបានជាក់ជាមិនខានទឹកភ្លៀងមួយដំណក់តូចអាចស្រោចទំលុកថ្មបាននៅពេលដែលយើងធ្វើរឿងនោះដដែលជាច្រើនដងនោះវានឹងคล้ายទៅជាទម្លាប់រីឯទម្លាប់ទី4គឺការថែរក្សាចិត្តនិងរាងកាយពេលខ្លះយើងមានអារម្មណ៍ថាហត់ប្រសិនបើទាំងអស់គ្នាជាអ្នករៀនសូត្រពេលខ្លះយើងមានអារម្មណ៍ថាហត់ stress ច្រើនសម្ពាធច្រើនគិតច្រើននិងមេរៀនពេញមួយថ្ងៃបើសិនជាយើងជាអ្នកធ្វើការពេលខ្លះយើងមានអារម្មណ៍ថា stress នឹងការងារមេស្ដីឲ្យការងារច្រើនធ្វើឲ្យមានសម្ពាធដូច្នេះយើងគួរតែផ្ដល់ឲ្យខ្លួនឯងបានមានពេលគ្រប់គ្រាន់សម្រាប់សម្រាកការសម្រាកមិនមែនជាការខ្ជិលទេវាជាផ្នែកមួយដែលវាជួយបំពេញធម៌ពលដល់រាងកាយនិងខួរក្បាលរបស់យើងដែលបាត់បង់ដើម្បីឲ្យយើងអាចមានធម៌ពលនិងមានកម្លាំងនៅក្នុងការបន្តធ្វើនៅសកម្មភាពរបស់យើងជាបន្តទៀតបានផងដែរវិធីដែលយើងអាចថែរក្សាចិត្តនិងរាងកាយរបស់យើងឲ្យបានល្អមានដូចជាការគេងឲ្យបានគ្រប់គ្រាន់ញ៉ាំអាហារណាដែលល្អមានជីវជាតិគ្រប់គ្រាន់ជំនួយដល់រាងកាយនិងខួរក្បាលរបស់យើងដកដង្ហើមឲ្យបានវែងហើយអនុញ្ញាតឲ្យខ្លួនឯងនៅកន្លែងស្ងប់ស្ងាត់ខ្លះដូច្នេះត្រូវស្រឡាញ់ខ្លួនឯងឲ្យបានច្រើនគ្មាននរណាម្នាក់មកស្រឡាញ់យើងច្រើនជាងយើងស្រឡាញ់ខ្លួនឯងនោះទេបើយើងមិនចេះស្រឡាញ់ខ្លួនឯងផងតើឲ្យនរណាគេមកស្រឡាញ់យើងរីឯទម្លាប់ទី5នោះគឺការនិយាយពីអរគុណជារៀងរាល់ថ្ងៃយើងគួរនិយាយពីអរគុណចង្ហុចណាស់ឲ្យបាន10ដងយើងគួរនិយាយថាអរគុណទៅកាន់ខ្លួនឯងដែលយើងអាចមកដល់ចំណុចនេះទោះបីជាពេលខ្លះយើងឆ្លងកាត់នៅរឿងរ៉ាវជួបភ្លៀងបញ្ហាយ៉ាងណាក៏ដោយអរគុណទៅដល់មនុស្សជុំវិញខ្លួនអរគុណទៅដល់មិត្តភ័ក្តិអរគុណទៅដល់ឪពុកម្ដាយបងប្អូនគ្រូអ្នកគ្រូច្បាយនាយឬក៏មនុស្សជាទីស្រឡាញ់របស់យើងនៅពេលដែលយើងនិយាយពីអរគុណកាន់តែច្រើននោះធម៌ពលវិជ្ជមាននឹងចូលមកកាន់ខ្លួនយើងកាន់តែច្រើនជាចុងក្រោយយើងគួរតែចាប់ផ្ដើមទម្លាប់ដ៏ល្អសម្រាប់ឆ្នាំ2026នេះដើម្បីផ្លាស់ប្ដូរខ្លួនឯងឲ្យកាន់តែប្រសើរជាងមុនទទួលបានលទ្ធផលល្អជាងមុននិងមានសេចក្តីសុខច្រើនជាងមុនហើយត្រូវសន្យានឹងខ្លួនឯងថាសម្រាប់រយៈពេល1ឆ្នាំនេះយើងត្រូវតែក្លាយជាមនុស្សម្នាក់ដែលរីកចម្រើនជាងមុនមិនមែនអន់ថយជាងមុននោះទេដូច្នេះយើងគួរតែចាប់ផ្ដើមនៅទម្លាប់ដែលល្អសម្រាប់ខ្លួនឯងនៅពេលយើងចាប់ផ្ដើមដំបូងគឺយើងនឹងមានអារម្មណ៍ថាពិបាកគិតថា
ចង់បោះបង់ម្ដងប៉ុន្តែត្រូវប្រាប់ខ្លួនឯងវិញថាយើងត្រូវតែបន្តធ្វើវាឲ្យបានស៊ូនៅពេលដែលយើងអាចជំនះវាបាននៅថ្ងៃខាងមុខនៅពេលដែលយើងជោគជ័យដូចអ្វីដែលយើងបានពងប្រាថ្នាហើយនោះយើងនឹងត្រឡប់មកអរគុណខ្លួនឯងដែលយើងមិនបានបោះបង់នៅអ្វីដែលយើងបានធ្វើនៅថ្ងៃនេះបើសិនជាបងប្អូនទាំងអស់គ្នាពេញចិត្តនៅវីដេអូមួយនេះកុំភ្លេចចុច Subscribe ម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូបែបលើកទឹកចិត្តល្អៗជាច្រើនទៀតផងដែរជួបគ្នានៅវីដេអូក្រោយផងដែរអរគុណ